ឆេះទៀតហើយអាគារលក់ទំនិញ4ជាន់នៅប្រទេសថៃត្រូវភ្លើងលេបត្របាក់តែលើកនេះធ្ងន់ធ្ងរព្រោះមានមនុស្សបាត់បង់ជីវិតកាលពីថ្ងៃទី15ខែកញ្ញាឆ្នាំ2025កន្លងទៅថ្មីនេះមានអគ្គិភ័យបានឆាបឆេះទៅលើអគារលក់ទំនិញមួយដែលមានកម្ពស់4ជាន់នៅទីក្រុងបាងកកនៃប្រទេសថៃដែលបណ្ដាលឲ្យបុរសម្នាក់បានបាត់បង់ជីវិតតាមសារព័ត៌មានបានឲ្យដឹងថាអគារខាងលើនេះមានកម្ពស់4ជាន់ជាអគារលក់ទំនិញស្ថិតនៅក្នុងសង្កាត់នុនស៊ីខណ្ឌយ៉ារ៉ាណាទីក្រុងបាងកកក្នុងនោះគេសង្ស័យថាភ្លើងបានឆាបឆេះចេញពីរថយន្តមួយគ្រឿងដែលនៅក្បែរអគារនោះហើយក៏បានឆាបឆេះរាលដាលដល់ជាន់ទី2និងជាន់ទី3នៃអគារយ៉ាងសន្ធោសន្ធៅយ៉ាងណាមិញអាជ្ញាធរក៏បានប្រើពេលអស់រយៈពេល20នាទីទើបអាចគ្រប់គ្រងស្ថានភាពភ្លើងនេះបានហើយក៏បានរកឃើញមានបុរសម្នាក់បានស្លាប់នៅជាន់ទី3នៃអគារនេះដោយឡែកបច្ចុប្បន្នសមត្ថកិច្ចនិងអ្នកជំនាញផ្នែកកោសលវិច័យកំពុងតែស្រាវជ្រាវរកមូលហេតុពិតនៃអគ្គិភ័យនេះបាទបងប្អូននេះគឺជាព័ត៌មានថ្មីមួយទៀតហើយដែលតាក់ទងទៅនឹងការឆេះនៅកណ្ដាលទីក្រុងបាងកកទៀតហើយបាទហើយការឆេះនេះគឺឆេះទៅលើអគារលក់ទំនិញដែលមានកម្ពស់4ជាន់ស្ថិតនៅក្នុងសង្កាត់នុនស៊ីនៃទីក្រុងបាងកកតែម្ដងហើយក្នុងនោះគឺមានបុរសម្នាក់បានស្លាប់នៅជាន់ទី3ហើយការឆេះនេះគេសង្ស័យថាគឺឆេះចេញពីរថយន្តមួយគ្រឿងដែលបានចតនៅក្បែរអគារនោះហើយក៏បានឆេះរាលដាលដល់ជាន់ទី2និងជាន់ទី3ហើយនេះគឺជាព័ត៌មានមួយដែលបានឆេះហើយព័ត៌មានមួយទៀតប្រជាជនថៃកំពុងតែជ្រួលច្របល់ទៅដកលុយចេញពីធនាគារតាមរយៈទូ ATM ផងនិងតាមរយៈការស្នើសុំផ្ទាល់ផងចុះបងប្អូនយល់យ៉ាងណាដែរចំពោះបញ្ហាដែលបានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសថៃបែបនេះនោះ